បាទជំរាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំទៀតហើយប្រងវាំងឥឡូវយើងមកទស្សនាជាមួយគ្នានៅអគារខ្ពស់បំផុតនៅលើពិភពលោកឆ្នាំ2023លេខរៀងទី10 China Soon មានកម្ពស់ 527.7 ម៉ែត្រនៅទីក្រុងប៉េកាំងប្រទេសចិនលេខរៀងទី9មជ្ឈមណ្ឌលហិរញ្ញវត្ថុ CTF មានកម្ពស់ 530 ម៉ែត្រនៅធានជៀនប្រទេសចិនលេខរៀងទី8មជ្ឈមណ្ឌលហិរញ្ញវត្ថុខ្វាងជូវ CTF មានកម្ពស់330ម៉ែត្រនៅទីក្រុងខ្វាងជូវប្រទេសចិនលេខរៀងទី7មជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយលើโลกមានកម្ពស់ 541.3 ម៉ែត្រនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកលេខរៀងទី6អគារ Lotte World Tower មានកម្ពស់ 554.5 ម៉ែត្រនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងលេខរៀងទី5មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីងអានមានកម្ពស់ 599.1 ម៉ែត្រមានទីតាំងនៅសិនសិនប្រទេសចិនលេខរៀងទី4អគារប៉មនាឡិកាអាប់រ៉ាជ AI បាយមានកម្ពស់601ម៉ែត្រនៅទីក្រុងមេកាប្រទេសអារ៉ាប៊ីសាអូឌីតលេខរៀងទី3អគារសៀងហៃមានកម្ពស់632ម៉ែត្រនៅទីក្រុងសៀងហៃប្រទេសចិនលេខរៀងទី2មេដេកា118មានកម្ពស់678.9 ម៉ែត្រនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីលេខរៀងទី1 Burj Khalifa មានកម្ពស់228ម៉ែត្រនៅទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួម